ជម្រាបសួរពុកម៉ែបងប្អូនដែលស្រឡាញ់បាក់សៃប្រមាញ់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានបាក់សៃពីរប្រភេទដើម្បីលើកយកមកដើម្បីប្រៀបធៀបគ្នាថាចំណុចមួយណាខុសគ្នាចំណុចណាខុសគ្នាប្រភេទបាក់សៃនេះវាមានរូបរាងដូចគ្នាហើយនឹងពិបាកសង្កេតដើម្បីសម្គាល់ថាវាជាប្រភេទសត្វមួយណាហើយខ្ញុំនឹងលើកយកមកនិយាយឲ្យពុកម៉ែបងប្អូនបានស្គាល់ស្ទៀងលលោកឬក៏ស៊ីស្ក្រានិងបេស្ត្រាគឺជាបាក់សៃព្រៃប្រភេទស្ទៀងតូចៗដែលមានភាពរហ័សរហួនខ្លាំងនិងស្ថិតនៅក្នុងក្រុម Accipitridae ដើម្បីបែងចែកប្រភេទសត្វទាំងពីរនេះឲ្យដាច់ដោយឡែកពីគ្នាបានគេសម្គាល់ទៅលើរង្វង់ភ្នែកហើយនឹងបន្ទាត់កឆ្នោតនៅលើរោមទ្រូងវាដែលវាបញ្ចេញជាឆ្នោតហ្នឹងគេសម្គាល់បានដែរហើយនឹងផ្លូវចំពោះកន្លែងផ្លូវវាយើងអាចសម្គាល់បានហើយនឹងរូបរាងទូទៅរបស់វាគេអាចសម្គាល់ទៅលើរូបរាងទូទៅតោះបងប្អូនខ្ញុំមុននិយាយអំពីចំណុចខុសគ្នារវាងបាក់សៃទាំងពីរចំណុចខុសគ្នារបស់វាគឺយើងសម្គាល់ទៅលើភ្នែករបស់ស៊ីស្ក្រាជាទូទៅវាមានរង្វង់ភ្នែកពណ៌ប្រផេះឬក៏បៃតងប្រផេះស្រាលអាហ្នឹងគឺជាស្ទៀងលលោកឬក៏ស៊ីស្ក្រានឹងឯងចំណុចមួយទៀតចំពោះបេស្ត្រាវាមានចំណុចខុសពីស្ទៀងលលោកដែលវាមានពណ៌រង្វង់ភ្នែករបស់វាមានពណ៌លឿងថ្លាច្បាស់បើយើងបានសម្គាល់ទៅវាខុសគ្នាដាច់ដោយឡែកដែរបើយើងមិនបានសង្កេតយើងថាមើលទៅលើរូបរាងមើលអីយើងថាប្រភេទសត្វនេះដូចបេះបិទនឹងគ្នាតែបើយើងសង្កេតទៅលើរង្វង់ភ្នែករបស់វាគឺវាដាច់ដោយឡែកវាមានពណ៌ប្រផេះគឺជាស៊ីស្ក្រាមានពណ៌លឿងគឺជាបេស្ត្រាចំពោះចំណុចមួយទៀតគេសម្គាល់ទៅលើឆ្នោតលើមុខនិងបំពង់ករបស់វាចំពោះស៊ីស្ក្រាឬក៏ស្ទៀងលលោកហ្នឹងមានឆ្នោតកណ្ដាលបំពង់កស្ដើងនិងស្រាលណាស់វាមានឆ្នោតលើបំពង់កនេះណាវាមានពណ៌វាស្ដើងអត់សូវក្រាស់ហើយចំពោះបេស្ត្រាវាមានឆ្នោតបំពង់ធំទូលាយនិងពណ៌ងងឹតជាងដែលវាមានពណ៌ដិតខ្លាំងជាងស៊ីស្ក្រាអានេះជាប្រភេទនៃការចំណុចសម្គាល់របស់វាបន្តិចរបស់វាបើយើងមិនបានសង្កេតយើងអាចច្រឡំគ្នាចំពោះបេស្ត្រានិងស្ទៀងលោកចំណុចសម្គាល់ដែលយើងសម្គាល់ទៅលើសត្វទាំងពីរមួយទៀតគឺគេសម្គាល់ទៅលើផ្លូវចំពោះផ្លូវរបស់វាស៊ីស្ក្រាពេញវ័យភាគច្រើនតែគ្មានឆ្នោតប៉ុន្តែបើបេស្ត្រាវិញផ្លូវវាមានឆ្នោតតូចហើយច្បាស់លាស់ពោះឆ្នោតនេះបើយើងបានសម្គាល់ទៅលើចំណុចទាំងពីររបស់វានេះឆ្នោតទៅលើផ្នែកវាអានេះស៊ីស្ក្រាហើយអានេះបេស្ត្រាវាមានចំណុចខុសគ្នាបន្តិចចំពោះបេស្ត្រាវាមានឆ្នោតដែលមានច្បាស់លាស់ឈូតទូចល្អិតហ្នឹងណាអានោះជាបេស្ត្រាចំពោះឆ្នោតផ្នែកខាងក្រោមរាងកាយរបស់វាចំពោះស៊ីស្ក្រាឬក៏ស្ទៀងលោកដែលយើងតែងនិយមហៅហ្នឹងឆ្នោតស្ដើងនិងស្មើគ្នាចំណែកឯបេស្ត្រាវិញឆ្នោតក្រាស់ជាងមានពណ៌ក្រហមត្នោតនិងបន្តចុះយ៉ាងច្បាស់លាស់ទៅលើពោះនិងចំហៀងខ្លួនរបស់វានេះជាចំណុចដែលភាពខុសគ្នាទៅលើផ្នែកក្រោមរាងកាយរបស់វាហើយមួយចំណុចទៀតគេសម្គាល់ទៅលើប្រវែងចុងស្លាបហើយចំណុចនេះគឺជាចំណុចចុងក្រោយហើយចំពោះស៊ីស្ក្រាពេលវាហោះឬក៏ឈរចុងស្លាបលាតទៅដល់ប្រវែងពាក់កណ្ដាលនៃកន្ទុយរបស់វាណាពេលវាឈរអីយើងឃើញស្លាបរបស់វាលាតទៅដល់ពាក់កណ្ដាលចុងកន្ទុយចំណែកឯបេស្ត្រាវិញចុងស្លាបវាខ្លីជាងមិនដល់ពាក់កណ្ដាលចុងកន្ទុយរបស់វាទេចុងស្លាបវាហ្នឹងវាមិនបានទៅដល់ពាក់កណ្ដាលនៃកន្ទុយរបស់វាទេប៉ុន្តែបើស៊ីស្ក្រាវិញវាវែងជាងបេស្ត្រាដោយសារយើងសង្កេតទៅលើផ្នែកនៃកន្ទុយវានឹងឯងហើយក៏សូមអរគុណច្រើនចំពោះពុកម៉ែបងប្អូនដែលបានចូលរួមទស្សនាវីដេអូនេះទាំងអស់គ្នាហើយក៏សូមអភ័យទោសចំពោះការបកស្រាយឬក៏ចំណុចណាខុសឆ្គងទុកជាមុនព្រោះអីខ្ញុំស្វែងរកនៅតាមឯកសារខ្លះហើយនឹងយើងបានសម្គាល់ទៅលើរូបរាងវាខ្លះដែរហើយក៏ចង់ចែករំលែកវីដេអូនេះទៅដល់ពុកម៉ែបងប្អូនដែលចង់ដឹងហើយចង់បែងចែកវាឲ្យដាច់